អាឡឺម៉ង់បញ្ជាក់ថាគ្មានផែនការរួមគ្នាដើម្បីបញ្ចប់សង្គ្រាមអាមេរិកនិងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់នោះទេ V-Active មោទកភាពភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកបានល្អហើយឆាប់រហ័ស លោក Frederick Merz អធិការបតីអាឡឺម៉ង់បានបញ្ជាក់យ៉ាងច្បាស់ថាគ្មានផែនការរួមគ្នាដើម្បីនាំមកនូវការបញ្ចប់សង្គ្រាមដែលបង្កឡើងដោយមហាអំណាចសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់យ៉ាងឆាប់រហ័សនិងគួរឲ្យជឿទុកចិត្តនោះទេអធិការបតីអាឡឺម៉ង់រូបនេះបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយនាយករដ្ឋមន្ត្រីឆេកដែលកំពុងបំពេញទស្សនកិច្ចថាសង្គ្រាមនេះបានអូសបន្លាយអស់រយៈពេលជាង1សប្តាហ៍មកហើយបញ្ហាជាច្រើនទៀតកំពុងតែកើតឡើងជាបន្តបន្ទាប់លោកបានលើកឡើងថាសង្គ្រាមនេះនឹងប៉ះពាល់ដល់សន្តិសុខនិងការផ្គត់ផ្គង់ថាមពលរបស់ប្រទេសអាឡឺម៉ង់និងអឺរ៉ុបក៏ដូចជាស្ថានភាពអន្តោប្រវេសន៍ជាដើមលោកបានបន្តថាសង្គ្រាមនេះនឹងមិននាំមកនូវសន្តិសុខនិងស្ថិរភាពយូរអង្វែងដល់អ៊ីស្រាអែលនិងដៃគូក្នុងតំបន់ផ្សេងទៀតនោះទេហើយវាក៏មិនបម្រើផលប្រយោជន៍ដល់ប្រជាជនអ៊ីរ៉ង់ផងដែរដោយបន្ថែមថាពិភពលោកត្រូវការអ៊ីរ៉ង់ដែលមានស្ថិរភាពនិងអាចសម្រេចបានជាផ្នែកមួយនៃសន្តិភាពនិងសន្តិសុខក្នុងតំបន់